មុនស្នេហ៍សំដីកំឡងហោរាសំលេងសារិកាពីរស់រំដំសំដីផ្អែមល្ហែមដូចជាទឹកខ្មុំលន់លឺរងំនៅក្នុងសោតាលោកគ្រូសុកអត់ដំទាយឈុតអ្វីម្លេះទេហាក់ដូចមុនស្នេហ៍សំលេងសារិកានាទីថ្ងៃត្រង់ចង់ដឹងរីស្អីខ្ញុំចាំងណាជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនិងជាទីរាប់អានពេលថ្ងៃត្រង់ជាពេលវេលាដែលព្រះអាទិត្យកំពុងបញ្ចេញពន្លឺភ្លឺច្បាស់ជាងគេបំផុតនៅលើមេឃគឺជាពេលវេលាដែលរស្មីនៃធម្មជាតិចាំងផ្លាតមកលើផែនដីហើយក៏ជាពេលវេលាមីដែលវាសនានិងរាសីរបស់អស់លោកអ្នកនាងគ្រប់រូបកំពុងតែត្រូវបានផ្លាស់ប្ដូរនិងស្ដែងចេញមកយ៉ាងច្បាស់លាស់បំផុតផងដែរសូមស្វាគមន៍មកកាន់នីតិថ្ងៃត្រង់ចង់ដឹងរីសីខ្ញុំយ៉ាងណាជាមួយខ្ញុំបាទលោកគ្រូហោរាមាត់ទឹកសុខឧត្តមជាវិក្កាមនៅក្នុងកម្មវិធីនេះបាទមានអស់លោកខ្លះគិតថាជីវិតគឺជាការចែកដន្យប៉ុន្តែនៅក្នុងពិភពនៃចក្រវាឡនិងកម្លាំងធាតុទាំងអស់គ្មានអ្វីដែលកើតឡើងដោយគ្មានហេតុផលនោះទេតើអស់លោកនាងធ្លាប់ឆ្ងល់ដែរឬទេថាតើហេតុអ្វីបានជាថ្ងៃខ្លះអស់លោកអ្នកប្រព្រឹត្តអ្វីក៏ចេះតែរលូនហើយក៏ជួបលៀបសក្ការៈដែលមិននឹកស្មានដល់ហើយហេតុអ្វីថ្ងៃខ្លះស្លាប់តែមានអារម្មណ៍ស្មុគស្មាញផ្លូវចិត្តពិបាកចិត្តអាប់អួររកគិតមិនយល់ទោះបីខិតខំយ៉ាងណាក៏នៅតែមានឧបសគ្គចម្លើយទាំងអស់នេះមិនមែនមានតែនៅលើមេឃឆ្ងាយនោះទេប៉ុន្តែវាស្ថិតនៅក្នុងរិស័យនិងចង្វាក់ជីវិតរបស់អស់លោកអ្នកនាងអស់លោកអ្នកនាងដែលកំពុងតែផ្លាស់ប្ដូរតាមកម្លាំងថ្ងៃនៃវាសនារបស់យើងការចំណាយពេលត្រឹមតែប្រមាណនាទីនៅវេលាថ្ងៃត្រង់នេះតាមរយៈការស្ដាប់នៅនីតិរបស់យើងខ្ញុំនៅថ្ងៃត្រង់ចង់ដឹងរីសីខ្ញុំយ៉ាងណាជាមួយខ្ញុំបាទលោកគ្រូហោរាសុខឧត្តមមិនមែនត្រឹមតែជាការទូទាយជោគជតារិស័យប៉ុណ្ណោះទេប៉ុន្តែវាជាពន្លឺបំបាច់អាប់នៃជីវិតវាជាផែនទីបង្ហាញផ្លូវដើរតួជាពន្លឺតម្រង់ទិសដើម្បីឲ្យអស់លោកអ្នកនាងដឹងថាតើពេលណាត្រូវឈានដើម្បីចាប់យកលៀបធំតើពេលណាគួរត្រូវដកថយដើម្បីគេចផុតពីគ្រោះថ្នាក់ឬមួយក៏មហន្តរាយផ្សេងៗហើយតើត្រូវបើកទ្វារបេះដូងឬក៏វិញ្ញាណយ៉ាងណាដើម្បីទទួលយកនៅចំណង់ចំណូលចិត្តជាធម្មពលវិជ្ជមានចូលមកនៅក្នុងដំណើរជីវិតរបស់អស់លោកអ្នកនាងដើម្បីកុំឲ្យអស់លោកអ្នកនាងកញ្ញាទន្ទឹងរង់ចាំយូរអំពីការទូទាយជោគជតារិស័យឆ្នាំទាំង12នៅក្នុងនីតិថ្ងៃត្រង់ចង់ដឹងរិស័យខ្ញុំយ៉ាងណាក៏សូមទទួលសម្ដាប់នៅបទចម្រៀងរបស់ដែលរៀបចំដោយខ្ញុំលោកគ្រូមកទឹកសុខឧត្តមសូមទទួលសម្ដាប់ដោយរីករាយរួចហើយនឹងត្រូវបំណងស្រ័យដោយខ្ញុំលោកគ្រូមកទឹកសុខឧត្តមតាមរយៈចង្វាក់ដែលអស់លោកអ្នកនាងរំលែងសប្បាយដូចតទៅនាទីថ្ងៃត្រង់ចង់ដឹងរាសីខ្ញុំយ៉ាងណាស្ដាប់មានខ្លឹមសារហើយមានតម្លៃសំលេងហោរាផ្អែមណាស់កវីមុនស្នេហ៍សំដីមានទាឆត់ណាស់លោកគ្រូសុកអូនដំបាទបន្តវិបានស្ដាប់និងរងកំសាន្តនៅការអត្ថាធិប្បាយពន្យល់នៅក្នុងបទចម្រៀងអំពីវាសនារបស់ឆ្នាំមមែនៅពេលនេះបាទក៏សូមលំមដល់អស់លោកអ្នកនាងបាទទទួលសម្ដាប់អំពីបំណងស្រាយនៃការទូទាយជោគជតារិស័យពីខ្ញុំលោកគ្រូមកទឹកសុខឧត្តមវិញម្ដងបាទសូមអញ្ជើញទទួលតាមសប្បាយរីករាយសម្ដាប់ពីនីតិរបស់យើងខ្ញុំឆ្នាំមមែនាមជាសត្វពពែពងទេវតាស្រីធាតុមាសបាទអញ្ជើញអស់លោកអ្នកនាងបាទសះចេញម្ដងភ្លាមតាមរយៈលេខសំណាង818បាទអស់លោកអ្នកនាងហេតុដូចម្ដេចបានជាត្រូវសះចេញម្ដងភ្លាមនោះដើម្បីបញ្ជាក់អំពីថាអស់លោកអ្នកនាងពិតជាទទួលបាននៅសំណាងល្អមែនបាទបើសិនជាឬមួយក៏ប្រសិនជាបាទលោកអ៊ំអ្នកមីងលោកយាយលោកតា
ឬមួយក៏បងនិងប្អូនពុំទាន់បានចេះ share ចេញទេបាទអាចសួរជាសំណួរឬមួយក៏សុំសំណុំពរឲ្យអ្នកដែលគេចេះជួយ share ជួយចែកចាយអំពីលេខសំណាងរបស់អស់លោកអ្នកនាងកញ្ញា3ដងបាទភ្លាមតាមរយៈលេខ818ពិតជានឹងទទួលបាននៅវាសនាខ្ពង់ខ្ពស់រងរឿងឧត្តមបញ្ជាក់នៅចំហថាយើងពិតជាទទួលបាននៅវាសនារងរឿងពិតប្រាកដមែនរីឯពណ៌សំណាងរបស់អស់លោកអ្នកនាងសម្រាប់ឆ្នាំមមែននេះពេលនេះបាទក្នុងខែសីហាគឺត្រូវប្រគល់ជូននៅបាទពណ៌ប្រផេះនិងពណ៌សថ្ងៃហេងគឺថ្ងៃពុធម៉ោងហេងគឺម៉ោង6:36នាទីពេលព្រឹកម៉ោង4:14នាទីពេលថ្ងៃរសៀលបាទម៉ោង7:11នាទីពេលយប់ទិសហេងគឺទិសពីជាប់បាទអស់លោកអ្នកនាងត្រូវទទួលចងចាំចំណាំទុកថានៅក្នុងដំណាក់កាលនេះបាទខែសីហានេះរាសីរបស់អស់លោកអ្នកនាងកញ្ញាត្រូវមានវាសនាទទួលបាននៅរាសីជាមធ្យមក្នុងនោះដែរការងារចំពោះមន្ត្រីរាជការឬមួយក៏បុគ្គលិកក្រុមហ៊ុនស៊ីវិលឬមួយក៏កំពុងបម្រើការងារនៅក្នុងអង្គភាពឯកជនដទៃទីក្តីសូមប្រយ័ត្នបាទធ្វើកិច្ចការអ្វីៗដោយប្រុងប្រយ័ត្នបាទនៅក្នុងការចុះហត្ថលេខានៅលើឯកសារនានាដទៃទីក្តីសូមមេត្តាផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ជាទីបំផុតខ្លាចក្រែងមានកំហុសដោយអចេតនានោះជាហេតុបណ្ដាលឲ្យមានវិបដិសេរីទៅថ្ងៃក្រោយហើយអាចប៉ះពាល់នឹងការងាររបស់យើងផងក្នុងនោះផងដែរត្រូវប្រយ័ត្នរាល់ពាក្យសម្ដីខ្លាចក្រែងមានឆ្កោបដោយប្រការណាមួយជាហេតុបណ្ដាលឲ្យមានឧបសគ្គឬមួយក៏មានការថ្នាក់ថ្នាំងចិត្តជាមួយគ្នាមិត្តរួមការងារមិត្តរួមក្រុមឬមួយក៏មិត្តរួមអង្គភាពអាជីវករពាណិជ្ជករត្រូវចេះរូបរាយជាមួយនឹងមួយចាស់មួយថ្មីទើបអាចនឹងទទួលបានផលតាមបំណងប្រាថ្នានិយាយចំគឺការលក់ដូរបាទមានភ្ញៀវចេញចូលជាធម្មតារីឯបងប្អូនជាសិស្សនិងនិស្សិតបាទកុំក៏បីដើរលេងច្រើនជាមួយមិត្តភក្តិច្រើនពេកខ្លាចខ្លាញ់មានរឿងបាទគេហៅថាអូសសម្រាប់ប្រទះពីជាហេតុដែលធ្វើឲ្យអស់លោកនាងកញ្ញាឬមួយក៏បងប្អូនមានវិបដិសេរីហើយអាចនឹងត្រូវខាតបាត់បង់កិត្តិយសផងបាត់បង់អនាគតផងចំពោះសុខភាពបាទឆ្នាំមមែសូមមានការចងចាំចំណាំទុកមិនមានអ្វីធំដុំទេក៏ប៉ុន្តែខ្លាចមានជំងឺបន្តិចបន្តួចជាហេតុបណ្ដាលឲ្យធ្វើកិច្ចការអ្វីបាទមានការស្ទះដល់កិច្ចការងាររបស់យើងដូចជាជំងឺផ្ដាសាយជាដើមលុយកាក់ក្នុងពេលនេះសូមគុំចាយច្រើនពេកខ្លាចក្រែងអាសាបង់ខូចការបាទត្រូវពិនិត្យលើចំណូលនិងចំណាយឲ្យបានម៉ឺងម៉ាត់ជាទីបំផុតទំនាក់ទំនងសេចក្តីស្នេហាមួយរយៈពេលនេះសូមមេត្តាអត់ធ្មត់បន្តិចទើបអាចពំនាំមកនៅសេចក្តីសុខក្នុងសង្គមគ្រួសារឬមួយក៏បាទចំពោះបងប្អូនយុវវ័យដែលទើបមានទំនាក់ទំនងអស់រយៈកាលច្រើនថ្ងៃខែកន្លងនេះខ្លាចក្រែងមានអូសសម្រាប់ប្រទះពាក្យឬមួយក៏លោលេងដោយពាក្យសម្ដីជាហេតុបណ្ដាលឲ្យដៃគូរបស់យើងមានអាការៈថ្នាក់អន់ចិត្តជាមួយប្អូនក៏អាចថាបានដំណើរកំសាន្តនាពេលនេះគួរតែសម្រាប់នៅផ្ទះមួយរយៈក៏ជាការប្រពៃបាទចំពោះការដែលត្រូវបានជម្រាបអំពីវាសនាអនាគតរបស់ឆ្នាំមមែនាអតីតកាលរហូតមកដល់បច្ចុប្បន្នភាពឆ្នាំមមែមានអត្ថន័យខ្លឹមសារដូចតទៅចំពោះជានារីបាទពីតូចដល់ធំពូនយំសំងំតែម្នាក់ឯងនាពេលនេះដោយសារតែមិនដែលបានទទួលស្គាល់នៅសេចក្តីសប្បាយរីករាយដូចជាគេទេបាទមានឪពុកដូចអត់ឪពុកមានម្ដាយដូចអត់ម្ដាយមានបងប្អូនដូចអត់បងប្អូនពឹងពាក់ពុំអ្នកអាស្រ័យដោយសេចក្តីទឹះតល់ជាទីបំផុតប៉ុន្តែក៏អាចមានវាសនាម្យ៉ាងដែរដោយសារតែមានអ្នកម្ដាយជួយជ្រោមជ្រែងលើកទុកប្រយុទ្ធមានន័យថាបើទោះបីជាមមែបាទរកស៊ីពុំបានសមប្រកបឬមួយក៏មានរឿងរ៉ាវច្រើននៅក្នុងដំណើរជីវិតរបស់នាងយ៉ាងណាក៏ដោយកូននាងជាម្ដាយតែងតែសង្កត់ចិត្តអត់ធ្មត់ធ្វើមិនដឹងមិនលឺដើម្បីជួយផ្ចង់ដើមដង្ហើមចេញចូលរបស់ឆ្នាំមមែឲ្យមានវាសនារងរឿងឧត្តមឧត្តមនឹងគេប៉ុន្តែបែរជាមានវាសនាអកុសលដោយសារតែរកស៊ីមិនសមប្រកបគេរកស៊ីរីកចម្រើនគ្រប់គ្នាគេមានឡានមានផ្ទះជិះរៀងខ្លួនចំណែកឯនារីឆ្នាំមមែខ្លះទៀតបែរជាគ្មានវាសនានឹងទទួលបានសូម្បីតែផ្ទះជាផ្ទះបនកម្លាំងញើសឈាមរបស់យើងក៏គ្មាននោះផងជាហេតុបណ្ដាលនាងព្រោះនៅក្នុងវិបដិសេរីស្ទើរតែអស់មួយជីវិតជួនកាលឆ្នាំមមែខ្លះទៀត
មានស្វាមីត្រូវបានស្វាមីធ្វើបាបផ្លូវចិត្តនាងជាទីបំផុតមានប្តីហើយពឹងពាក់កម្លាំងប្តីមិនបានដូចជាគេឯងទេរស់នៅក្នុងផ្ទះត្រូវប្រឹងប្រែងធ្វើការទើបអាចនឹងទទួលបានផលមកវិញគឺហូបបានឆ្អែតឬមួយក៏ជួនកាលហូបសម្បូរហូបមែនប៉ុន្តែឆ្អែតចិត្តញ៉ាំអ្វីក៏មិនបានដែរឆ្នាំមួយម៉ែខ្លះទៀតបាទមានប្តីគ្រាន់តែជាទិសកលក្នុងសង្គមគ្រួសារល្អតែគ្រាដំបងលុះយូរទៅគេចាត់ទុកឆ្នាំមួយម៉ែគ្រាន់តែជាបង្អែមលៀងមាត់កំដរអារម្មណ៍ម្ដងម្កាលទៅវិញធ្វើឲ្យនារីឆ្នាំមួយម៉ែអស់សង្ឃឹមក្នុងដំណើរជីវិតចំពោះបរិយាឆ្នាំមួយម៉ែខ្លះទៀតបាទប្រឹងប្រែងតស៊ូក្នុងដំណើរជីវិតមិនដែលមានអាការៈខ្ជិលច្រអូសម្ដងណាឡើយប៉ុន្តែខំណាស់តស៊ូណាស់ប៉ុន្តែទីបំផុតនៅតែស្គាល់ហើយនឹងព្រមទទួលយកពាក្យមួយម៉ាត់ថាក្រតាថ្ងៃណាទៅពាក្យក្រអាចប្រសាទចេញពីក្នុងខ្លួនរបស់អស់លោកអ្នកបានតើថ្ងៃណាដែលក្រនេះជាហេតុបណ្ដាលឲ្យសាច់ញាតិក្រុមគ្រួសារសូម្បីតែប្អូនបង្កើតបងបង្កើតម្ដាយមីងឪពុកមាឬមួយក៏អ្នកជិតស្និទ្ធជាមួយយើងគេប្រមាថគេមើងងាយលួចវាយប្រហារពីក្រោយខ្នងដោយសារតែពាក្យក្រមួយម៉ាត់ទៅវិញតើថ្ងៃណាទៅអាចលុបបំបាត់ភាពក្របានដូច្នេះប្រសិនបើចង់លុបភាពក្រវិបដិសេរីនៅក្នុងអារម្មណ៍របស់អស់លោកអ្នកនាងកញ្ញាឆ្នាំមួយម៉ែនោះកុំភ្លេចអញ្ជើញបាទជួបជាមួយខ្ញុំលោកគ្រូហោរាមាត់ទឹកសុខឧត្តមទូទីជុតិតារិស័យតខ្លួនដោយអញ្ជើញថតនៅខ្សែបាតដៃស្ដាំនិងឆ្វេងមកខាងមួយប៉ុស្ផ្ញើមកកាន់នីតិរបស់យើងខ្ញុំរួមជាមួយថ្ងៃខែឆ្នាំកំណើតហើយនៅក្នុងនោះផងដែរប្រសិនបើនៅក្នុងសង្គមគ្រួសាររស់នៅមិនសូវចុះសម្រុងជាមួយគ្នាបាទជួនកាលភាគតិចណាស់ដែលចុះសម្រុងជាមួយគ្នាគ្រាន់តែជាសិល្បៈនិយមបាទប្រសិនបើគេវិតម្លៃឈ្មោះមែននៅនឹងផ្ទៃមុខឃើញថាមានសុភមង្គលណាស់ប៉ុន្តែនៅក្រៅខ្នងឆ្នាំមួយម៉ែបាទពោពេញតែដោយចំណុចលាបពណ៌ខ្លួនឯងទៅវិញមានន័យថាម៉េចដើរតួជាសិល្បៈប្រឹងសម្ដែងប្រឹងសំងំធ្វើជាសោចដើម្បីបន្លប់ទុកតែតាមកាពិតជាតួសម្ដែងឯងខ្លាយទេជានឹងមានខ្លាយទេមកប្រាស់លើចិត្តខ្លួនឯងលួចពួនយំសំងំតែម្នាក់ឯងមានប្តីមិនយល់ចិត្តមានប្រពន្ធគឺប្រពន្ធច្រើនតែប្រមាថមើលងាយជាហេតុបណ្ដាលឲ្យស្ទើរតែរស់អស់សង្ឃឹមក្នុងដំណើរជីវិតដូច្នេះប្រញាប់ឡើងរស់រនឡើងជួបជាមួយខ្ញុំលោកគ្រូមាត់ទឹកសុខឧត្តមពិតជាអាចជួយកែប្រែវាសនាអកុសលរបស់ឆ្នាំមួយម៉ែឲ្យរួចផុតអំពីស្រមោលអពមង្គលហើយនឹងអាចកែវាសនារបស់អស់លោកអ្នកនាងកញ្ញាឲ្យធ្វើអ្វីដើរទៅតាមផ្លូវដែលមានមាគ៌ាដ៏ល្អប្រពៃលែងចំពោះដួលដោយការគ្រាមុនទៀតហើយបាទពេលវេលាបានមកដល់ទីបញ្ចប់ដើម្បីចង់ដឹងអំពីជោគជតារិស័យរបស់អស់លោកអ្នកនាងកញ្ញាកុំភ្លេចណាជួបជាមួយខ្ញុំលោកគ្រូមាត់ទឹកសុខឧត្តមនៅពេលនេះមុននឹងបិទបញ្ចប់កម្មវិធីនៃការទូទីជោគជតារិស័យអញ្ជើញឡើងរំជាមួយនឹងយើងខ្ញុំបត់តាមរយៈបត់លេងឡំនឹងឆាកមន្ត្រីបាទសារវ៉ាន់ហើយនឹងកន្ទ្រឹមធ្វើឲ្យអស់លោកអ្នកនាងកញ្ញាសប្បាយរីករាយមួយពេលដែរដែលបានតាក់តែងនិពន្ធឲ្យខ្ញុំបាទលោកគ្រូមាត់ទឹកសុខឧត្តមតោះអញ្ជើញឡើងរំជាមួយខ្ញុំហើយបន្តមកទៀតនោះបាទអញ្ជើញខ្ញុំក៏សូមជម្រាបហើយជម្រាបទៀតប្រសិនបើអស់លោកអ្នកនាងមានក្តីទុកកង្វល់ខ្វល់ដោយប្រការណាមួយកុំភ្លេចអញ្ជើញលើកទូរស័ព្ទជាប់ទំនាក់ទំនង Telegram តាមរយៈលេខ012 64 5118មួយខ្សែទៀត097 77 62 មានកន្សែងយ័ន្តកន្សែងស្នេហ៍គ្រប់ប្រភេទដែលអាចធ្វើឲ្យជីវិតរបស់អស់លោកអ្នកនាងកញ្ញារីកស្រស់បំព្រងបាទនៅពេលនេះខ្ញុំបាទលោកគ្រូមាត់ទឹកសុខឧត្តមសូមជម្រាបលាហើយមុននឹងជម្រាបលាក៏សូមបញ្ជាក់ជូនម្ដងទៀតអស់លោកអញ្ជើញឡើងរំតាមរយៈបទដែលត្រូវបានតាក់តែងនិពន្ធដោយខ្ញុំលោកគ្រូមាត់ទឹកសុខឧត្តមអញ្ជើញរំឲ្យបានសប្បាយហើយកុំភ្លេចតាមដាននិងជួបជាមួយខ្ញុំបាទគ្រប់កម្មវិធីដែលត្រូវបានធ្វើឲ្យផ្លែកចម្លែកសប្បាយអារម្មណ៍តាមរយៈការទូទាយជាបទចម្រៀងព្រមទាំងអត្ថាធិប្បាយដោយទូទាយឆុកជូនដល់អស់លោកនាងកញ្ញាអញ្ជើញឡើងរំនៅពេលនេះខ្ញុំបាទលោកគ្រូមាត់ទឹកសុខឧត្តមសូមជម្រាបលាសូមអរគុណឆ្នាំមួយម៉ែពេលនេះល្អហេងឆ្នាំមួយម៉ែរីករាយបន្ទាប់ពីបានលោកគ្រូជួយកែវាសនាទឹកមុខស្រស់ថ្លាលាបហូរចូលគ្រប់ទិសទាំង8លោកគ្រូហោរាកំឡោះទាយឈុតព្រមទាំងមានឈ្មោះល្បីថ្ងៃនេះទៅមុខមួយម៉ែរីករាយក្រៃខ្លាចជាសែថៃនាយក9ខ្លាចជាសែថៃនាយក9
យេឆ្នាំមកម៉ែពេលខ្ញុំជួបលោកគ្រូឆ្នាំមកម៉ែរីករាយបន្ទាប់ពីបានលោកគ្រូជួយកែវាសនាទឹកមុខស្រស់ថ្លាលៀបហូរចូលគ្រប់ទិសទាំង8លោកគ្រូហោរាកំឡោះទាយឈុតព្រមទាំងមានឈ្មោះល្បីថ្ងៃនេះទៅមុខមកម៉ែរីករាយក្រៃខ្លាចជាសែថៃនាយក9ខ្លាចជាសែថៃនាយក9